ចំណោមវរៈបរោះនយោបាយនិងយោធាជាច្រើនរូបនៅក្នុងសម័យសង្គមឆ្នាំ220ដល់ឆ្នាំ280ពីគ្រិស្តសករាជឈ្មោះរបស់ឆៅភីត្រូវបានគេស្គាល់និងមានឈ្មោះលេចធ្លោជាងគេដែលជាតួអង្គមានឥទ្ធិពលនៅក្នុងចំណោមកូនប្រុសដែលជាអ្នកស្នងតំណែងរបស់មេដឹកនាំដ៏ល្បីល្បាញឆៅភីមិនត្រឹមតែបានបន្តនៅបេសកកម្មរបស់ឪពុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបោះជំហានដ៏អង់អាចក្លាហានបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនដោយបានបង្ខំឲ្យអធិរាជហានចុងក្រោយចុះចេញពីតំណែងនិងបានប្រកាសខ្លួនឯងគឺជាអធិរាជនៃស្ថាបនិកនគរវ័យនៅក្នុងឆ្នាំ220នៃគ្រិស្តសករាជអត្ថបទបកស្បែកមុខឆៅភីមួយនេះនឹងនាំយើងឲ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីជីវិតនិងបុគ្គលិកលក្ខណៈពិតរបស់អធិរាជរូបនេះតើអ្វីទៅដែលបានជំរុញទឹកចិត្តគាត់តើគាត់គឺជាអ្នកដឹកនាំប្រភេទណាតើការសម្រេចចិត្តទាំងឡាយរបស់គាត់បានបន្សល់នៅគេដំណើរអ្វីខ្លះនៅក្នុងឆាកនយោបាយដ៏ស្មុគស្មាញនិងពោពេញទៅដោយការប្រកួតប្រជែងនាសម័យសង្គមឆៅភីកើតនៅឆ្នាំ187ដល់ឆ្នាំ226នៃគ្រិស្តសករាជគឺជាកូនប្រុសទី2របស់ឆៅឆាវហើយជាអ្នកដែលបានឡើងគ្រងរាជ្យបន្តពីឪពុករបស់ខ្លួននិងបានបង្កើតនគរវ័យដែលជាកម្លាំងសំខាន់មួយនៅក្នុងចំណោមនគរទាំង3នៅសម័យសាមកុកឆៅភីពិតជាតួអង្គមួយដែលមានភាពស្មុគស្មាញនិងពោពេញទៅដោយល្បិចកលនយោបាយស្រដៀងទៅនឹងឪពុករបស់ខ្លួនប៉ុន្តែគាត់បានលាក់បាំងនៅគំនិតរបស់ខ្លួនបានយ៉ាងប៉ិនប្រសប់ឥឡូវនេះខ្ញុំនឹងបរិយាយពិស្ដារអំពីចរិតលក្ខណៈរបស់ឆៅភីដែលលាក់បាំងពីក្រោយដោយភាពស្ងៀមស្ងាត់និងមិនសូវពូកែខាងយុទ្ធសាស្ត្រសង្គ្រាមនោះទេគឺមានលក្ខណៈពិសេសដូចតទៅទី1មហិច្ឆតានិងការប៉ិនប្រសប់ខាងនយោបាយគេចាត់ទុកឆៅភីថាពុំសូវពូកែខាងអក្សរសាស្ត្រឬសង្គ្រាមដោយប្អូនប្រុសរបស់ខ្លួនឆៅជឺឆៅចាវនោះទេប៉ុន្តែអ្វីដែលពូកែបំផុតនោះគឺរបៀបធ្វើជាមនុស្សនិងរបៀបធ្វើជាស្ដេចគាត់យល់ច្បាស់អំពីមេរៀនរបស់ឪពុកគាត់គឺភាពចាំបាច់នៃកលល្បិចដើម្បីរស់រានការដណ្ដើមរាជបល្ល័ង្កគាត់បានតស៊ូដណ្ដើមតំណែងជាអ្នកស្នងមរតកពីប្អូនប្រុសរបស់ខ្លួនឆៅជឺដោយប្រើល្បិចកលយ៉ាងស្ងៀមស្ងាត់និងការបង្ហាញនូវភាពចាស់ទុំម៉ឺងម៉ាត់រឹងមាំរបស់ខ្លួននៅចំពោះមុខឆៅភាពត្រជាក់និងភាពខូខើរបស់ឆៅភីការលាក់បាំងនិងការមិនសារភាពគេបានលើកឡើងថាគាត់ធ្លាប់បានសម្លាប់ឆៅឆុងដែលជាប្អូនប្រុសពៅហើយមិនសារភាពជាដាច់ខាតថាខ្លួនជាអ្នកប្រព្រឹត្តទោះក្នុងកលៈទេសៈណាក៏ដោយភាពម៉ឺងម៉ាត់និងភាពមិនញញើតនឹងការលាក់បាំងសកម្មភាពដ៏អាក្រក់របស់ខ្លួននេះបានធ្វើឲ្យឆៅពេញចិត្តយ៉ាងខ្លាំងនៅមហិច្ឆតានិងភាពរឹងមាំរបស់គាត់រហូតសម្រេចផ្ទេរតំណែងឲ្យគាត់ការទម្លាក់ស្ដេចគាត់បានបង្ហាញអំពីភាពខូខើត្រជាក់ស្អំរបស់ខ្លួនដោយបង្ខំឲ្យស្ដេចចុងក្រោយនៃរាជវង្សហានដាក់រាជហើយប្រកាសខ្លួនឯងជាអធិរាជនគរវ័យក្នុងឆ្នាំ220នៃគ្រិស្តសករាជដែលនេះជាសកម្មភាពនយោបាយដ៏ក្លាហាននិងល្មោបអំណាចបំផុតផ្នែកអក្សរសាស្ត្រនិងសង្គ្រាមជាអ្នកនិពន្ធកំណាព្យទោះបីជាអ្នកនយោបាយដ៏ប៉ិនប្រសប់ក៏ដោយឆៅភីក៏ជាអ្នកនិពន្ធកំណាព្យម្នាក់ផងដែរដែលបានបង្ហាញថាគាត់មានផ្នែកមួយនៃភាពទន់ភ្លន់ដូចជាការចូលចិត្តនៅអក្សរសាស្ត្រប៉ុន្តែគាត់បានប្រើសិល្បៈទាំងនេះដើម្បីតបតែងមុខមាត់របស់ខ្លួននិងការលាក់បាំងនៅគំនិតដ៏ខូខើរបស់ខ្លួនខ្វះបទពិសោធន៍នៅក្នុងការធ្វើសង្គ្រាមគាត់មិនសូវមានបទពិសោធន៍ក្នុងការចូលរួមនៅក្នុងសង្គ្រាមធំដោយឪពុករបស់គាត់នោះទេភាពប៉ិនប្រសប់របស់គាត់គឺផ្ដោតទៅលើការគ្រប់គ្រងផ្ទៃក្នុងការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល
នឹងការលុបបំបាត់នៅគូប្រជែងនៅក្នុងស្រុកជាជាងការដឹកនាំកងទ័ពទៅច្បាំងឆាវភីគឺជាបុគ្គលម្នាក់ដែលឆ្លាតវៃខាងកលល្បិចម៉ឺងម៉ាត់និងមានមហិច្ឆតាគាត់បានលាក់បាំងនៅគំនិតពិតរបស់ខ្លួនក្រោមរូបភាពជាព្រះអង្គម្ចាស់ដែលចាស់ទុំហើយចេះស្ដាប់បង្គាប់ឪពុកភាពប៉ិនប្រសប់របស់គាត់មិនមែនស្ថិតនៅលើសមរភូមិប្រយុទ្ធនោះទេតែស្ថិតនៅក្នុងសមរភូមិនយោបាយដោយដឹងអំពីរបៀបគ្រប់គ្រងចិត្តឪពុករបស់ខ្លួនលុបបំបាត់គូប្រជែងដោយមិនទុកដានបង្កើតនៅរាជវង្សថ្មីដោយការទម្លាក់ស្ដេចចាស់ដ៏ជោគជ័យគាត់គឺជាអ្នករៀបចំនគរវ័យពិតប្រាកដបើទោះបីជាគេឈ្មោះក្នុងប្រវត្តិសាស្ត្ររបស់គាត់ត្រូវបានគ្របដណ្ដប់ដោយឪពុករបស់គាត់ឆាវក៏ដោយឥឡូវនេះយើងនិយាយអំពីគុណសម្បត្តិរបស់ឆាវភីមិនត្រឹមតែជាអ្នកស្នងតំណែងប៉ុណ្ណោះទេថែមជាអ្នកនយោបាយនិងជាអ្នករដ្ឋបាលដ៏ប៉ិនប្រសប់ផងដែរការបង្កើតនគរវ័យភាពក្លាហានផ្នែកនយោបាយគុណសម្បត្តិដ៏ធំបំផុតរបស់ព្រះអង្គម្ចាស់រូបនេះគឺការបញ្ចប់រាជវង្សហានជាង400ឆ្នាំដោយជោគជ័យនិងបានប្រកាសខ្លួនជាអធិរាជនគរវ័យទង្វើនេះបានធ្វើឲ្យព្រះអង្គក្លាយទៅជាអធិរាជទី1នៃនគរមួយនៅក្នុងចំណោមនគរទាំង3ដែលបានបង្កើតនូវភាពស្របច្បាប់ផ្នែកនយោបាយសម្រាប់នគរវ័យកំណែទម្រង់រដ្ឋបាលការចាត់តាំងមន្ត្រីព្រះអង្គបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅប្រព័ន្ធការជ្រើសរើសមន្ត្រី9ថ្នាក់ដែលស្នើឡើងដោយលោកឈិនឈីងប្រព័ន្ធនេះមានគោលបំណងទាក់ទាញនិងចាត់តាំងមន្ត្រីដែលមានទេពកោសល្យពីតំបន់នានាដើម្បីចូលមកបម្រើការងារនៅរដ្ឋបាលកណ្ដាលទោះបីជាប្រព័ន្ធនេះមានបញ្ហានៅពេលក្រោយក៏ដោយក៏នៅពេលដំបូងវាបានជួយប្រមូលផ្ដុំអ្នកមានសមត្ថភាពទេពកោសល្យផ្នែកអក្សរសាស្ត្រជាអ្នកនិពន្ធនិងជាកវីឆាវភីក៏ជាកវីនិងអ្នកនិពន្ធដ៏ឆ្នើមនៅក្នុងសម័យកាលនោះដែរហើយត្រូវបានគេចាត់ទុកថាជាអ្នកតំណាងនៃកវីទាំង3នៃគ្រួសារត្រកូលឆាវព្រះអង្គបានរួមចំណែកយ៉ាងធំធេងនៅក្នុងការលើកស្ទួយអក្សរសាស្ត្រនៅក្នុងរជ្ជកាលរបស់ព្រះអង្គការផ្ដោតលើរដ្ឋបាលផ្ទៃក្នុងស្ថិរភាពមិនដូចព្រះបិតារបស់ព្រះអង្គដែលផ្ដោតទៅលើសង្គ្រាមឥតឈប់ឈរឆាវភីបានផ្ដោតទៅលើការខិតខំប្រឹងប្រែងភាគច្រើនទៅលើការកសាងពង្រឹងរដ្ឋបាលផ្ទៃក្នុងនិងសេដ្ឋកិច្ចដែលជាចំណុចសំខាន់នៅក្នុងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់នគរវ័យគុណវិបត្តិឬក៏កំហុសរបស់ឆាវភីទោះជាយ៉ាងណារជ្ជកាលដ៏ខ្លីរបស់ឆាវភីក៏ត្រូវបានមើលឃើញនៅកំហុសខុសឆ្គងមួយចំនួនផងដែរការបរាជ័យយោធាទល់នឹងនគរអ៊ូប្រតិបត្តិការយោធាបរាជ័យព្រះអង្គបានដឹកនាំយុទ្ធនាការយោធាជាច្រើនដងប្រឆាំងនឹងនគរអ៊ូខាងកើតដែលដឹកនាំដោយស៊ុនឈៀនប៉ុន្តែភាគច្រើននៃការប្រយុទ្ធទាំងនោះត្រូវបានបរាជ័យនិងមិនទទួលបានលទ្ធផលទឹកដីគួរឲ្យកត់សម្គាល់ឡើយហើយថែមទាំងបានធ្វើឲ្យខាត់បង់ធនធានទៀតផងព្រះអង្គមិនស្ដាប់ដំបូលមានរបស់ទីប្រឹក្សាមួយចំនួនដូចជាស៊ូដែលបានណែនាំឲ្យផ្ដោតទៅលើការអភិវឌ្ឍផ្ទៃក្នុងជាជាងការវាយប្រហារនគរការប្រហារជីវិតការកាត់បន្ថយអំណាចដោយសារតែការប្រកួតប្រជែងដណ្ដើមតំណែងស្នងរាជពីមុនឆាវភីបានធ្វើទុកបុកម្នេញទៅលើប្អូនប្រុសរបស់ខ្លួនគឺឆៅជឺនិងប្អូនប្រុសដទៃទៀតព្រះអង្គបានកាត់បន្ថយអំណាចរបស់ព្រះអង្គម្ចាស់យ៉ាងខ្លាំងដែលធ្វើឲ្យពួកគេមិនអាចបង្កការគំរាមកំហែងដល់ព្រះអង្គបានប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះក៏ធ្វើឲ្យពួកគេគ្មានអំណាចគ្រប់គ្រាន់នៅក្នុងការជួយទប់ស្កាត់នៅវិបត្តិផ្ទៃក្នុងណាមួយដែលកើតឡើងដល់រដ្ឋបាលកណ្ដាលនាពេលអនាគតការខ្សោយនៃប្រព័ន្ធជ្រើសរើសមន្ត្រីការត្រួតត្រាដោយត្រកូលអភិជនទោះបីជាប្រព័ន្ធ9ថ្នាក់ដំបូងមានបំណងល្អក៏ដោយក៏យូរទៅបានបង្កឲ្យមានការត្រួតត្រាដោយត្រកូលអភិជននៅក្នុងតំបន់ដែលបានដាក់បញ្ចូលតែកូនចៅរបស់ពួកគេទៅក្នុងមុខតំណែងសំខាន់ដោយមិនផ្អែកទៅលើសមត្ថភាពពិតប្រាកដ
ដែលជាលទ្ធផលធ្វើឲ្យប្រព័ន្ធរដ្ឋបាលចុះខ្សោយការស្នងតំណែងនិងការស្លាប់មនុស្សយុឆាភីសោយទីវង្គតទាំងវ័យក្មេងដែលមានប្រជជនត្រឹមតែ40ព្រះវស្សាប៉ុណ្ណោះបន្ទាប់ពីរជ្ជកាលបានត្រឹមតែ6ឆ្នាំប៉ុណ្ណោះការស្លាប់លឿនពេកបានធ្វើឲ្យព្រះរាជបុត្រដែលបន្តរាជគឺឆាវយួយឡើងសោយរាជទាំងវ័យក្មេងនិងបានបើកឱកាសឲ្យត្រកូលស៊ឺម៉ាចាប់ផ្ដើមពង្រឹងអំណាចរបស់ខ្លួនដែលទីបំផុតបាននាំទៅដល់ការដួលរលំនៃនគរវុយសរុបមកឆាវភីគឺជាអ្នកដឹកនាំដែលមានចក្ខុវិស័យនៅក្នុងការកសាងរដ្ឋបាលប៉ុន្តែបានប្រឈមមុខទៅនឹងសម្ពាធយោធាពីខាងក្រៅនិងបានធ្វើឲ្យមានកំហុសខុសឆ្គងផ្នែកនយោបាយផ្ទៃក្នុងដែលជះឥទ្ធិពលអវិជ្ជមានដល់អនាគតនៃរាជវង្សវ័យ